បាទជាសួរគ្រូខ្ញុំបានតេតិជនមួយទៀតគាត់មានជំងឺទីទឹកនឹងដែរគ្រូចាំខ្ញុំឲ្យលេខលោកគ្រូទៅហើយចាំមើលគាត់តាក់ទងទៅលោកគ្រូគាត់នៅខេត្តជុំខ្ញុំដែរចឹងចាំគ្រូផ្ដល់ប្រឹក្សាតាមការណែនាំលោកគ្រូចាស់ណាខ្ញុំគាត់សុំលេខលោកគ្រូឲ្យបាទអរគុណបាទឲ្យលេខ Telegram គាត់តែម្ដងទៅលេខនឹង012 989854ឲ្យគាត់ចូល Telegram អរគុណច្រើនបងបាទហើយខ្ញុំឲ្យលេខទូរស័ព្ទលោកគ្រូ3ខ្សែហ្នឹងចាំគាត់ទៅដល់ផ្ទះគាត់ខលទៅលោកគ្រូគាត់ចេះសើប្រើគាត់ឲ្យកូនគាត់ខលទៅលោកគ្រូចាំរួចចាំគ្រូប្រាប់តាមលេខ Telegram ឲ្យគាត់វិញចុះណាគ្រូបាទជំរាបសួរលោកគ្រូសូមលោកគ្រូជួយដាក់ថ្នាំខ្ញុំបានមួយឈុតទៀតបងគ្រូអត់បានមើលរវល់បានមើលហើយវាដោយសារថ្នាំយើងកំងវាប្រដាក់គ្នាវាលឹះអញ្ចឹងទៅវាអស់មួយខ្វះមួយលឹះមួយអញ្ចឹងគ្រូសឹងសុំគ្រូជួយដាក់មួយឈុតទៀតបងគ្រូបាទហើយសូមជម្រាបជូនគ្រូដែរពាក់ព័ន្ធនឹងអាការៈអ្នកជំងឺរយៈពេលយើងចូលជិត2ខែនេះឥឡូវអ្នកជំងឺគាត់បើយើងនិយាយពីពោះគាត់ស្រកនៅសល់ប្រហែលជា20% ទេស្រកបើមុនស្រក20-30% ឥឡូវស្រក70-80% ស្រកចង់អស់ហើយគ្រូនៅសល់តិចទេគាត់មិនទាន់មានកម្លាំងគ្រូនិយាយរួមណាគាត់អត់សូវមានកម្លាំងតែប៉ុណ្្នឹងហើយដោយសារខែក្តៅផងកន្លងមកគាត់ហូបបានតែមួយថ្ងៃនេះក្តៅទៅគាត់អត់សូវបានអញ្ចឹងរៀងថយកម្លាំងបើនិយាយពីពោះគាត់ធូរហើយគ្រូនឹងធូរបាន70-80% ហើយធូរអរគុណគ្រូបាទហើយចាំមើលស្អែកព្រោះថ្ងៃនេះគ្រូធ្វើអត់តាន់ទេហើយចំពោះថ្នាំម៉ោង10ម៉ោង3ហ្នឹងបើទម្លាប់ប្រើ2រហូតទៅកុំបន្ថយព្រោះអាហ្នឹងគឺជាថ្នាំសម្រាប់បុកទៅថ្លើមតែម្ដងទៅជួយទាំងថ្លើមទាំងគីសដុសសាច់ដុសអីចឹងណាហើយក៏ចូលដល់កម្រិតធ្ងន់ហ្មងកម្រិតឈឺកលៀកនៅកន្លែងណាក៏ដោយនៅកន្លែងណាក៏ថ្នាំនឹងរត់ទៅព្យាបាលកន្លែងដែរអញ្ចឹងណាហើយបើពេលចុកចាប់ខ្លាំងកន្លែងថ្លើមថ្លើមចុកថ្លើមហ្នឹងដកជាតិពុលលេខ1លឿនបំផុតគាត់រយៈពេលតែកន្លះម៉ោងអីបាត់ចុកអញ្ចឹងបើយើងទម្លាប់ប្រើ2ទៅព្រោះពីថ្នាំពីខ្លាំងយើងមកនៅប្រើខ្សោយពីខ្លាចខុសពីខ្សោយពេកអញ្ចឹងណាបាទគ្រូអញ្ចឹងតើលោកគ្រូចាំជួយបន្ថែមម៉ោង10និងម៉ោង3នឹងថែមបងគ្រូមិនបាច់ដាក់ចំណាំងឡើង5-6កញ្ចប់ក៏ដែរគ្រូដាក់តាគ្រូថែមតានឹងអត់តិចទៅបាន2ចប់ណាគ្រូជួយថែមនឹងប្រគ្រប់ឲ្យវិញមកមិនបាច់យកចំណាំងច្រើននៅតបានប្រើផងគ្រូដាក់នោះមកជំនួសវិញណាគ្រូបាទហើយចាំព្រឹកគ្រូរៀបចំខ្ញុំបាញ់ឲ្យអរគុណគ្រូបាទហ្នឹង